Ba số đây bong phone lên ngày chụp làm ra ngày rất ba trang vậy chứ ngày này xong bật to vậy Power BI với bong phone Power BI bong phone chúng nói việc sai môi tiền đài nhưng toàn ban vậy nó cứ Power BI nó dương ai chờ praនៅក្នុង cloud đây bán bà បានន័យថាមិនបានន័យថាបងប្អូនអាចហៅថាធ្វើការឆែកមើល report អីផ្សេងហ្នឹងគឺបងប្អូនអាចឆែកនៅក្នុង Power BI service ក៏បានដែរបាទសំខាន់ចេះសំខាន់ថានៅពេលដែលបងប្អូនហៅថាថ្នាក់ក្រោមបងប្អូនឬក៏ហៅថាបងប្អូនផ្ទាល់ដែលធ្វើហៅថា dashboard reporting អីបាទហើយបងប្អូនចង់ share ទៅលើក្នុង Power BI service អីបងប្អូន share ហើយបងប្អូនអាចឆែកមើលនៅក្នុង Power BI service ហ្នឹងក៏បានដែរយើងចាំបាច់ទៅឆែកមើលនៅក្នុង source ដើមអីណាបងប្អូនអាចឆែកមើលនៅក្នុង Power BI service ហ្នឹងក៏បានដែរនិយាយទៅឲ្យតែបងប្អូនមានអ៊ីនធឺណិតហើយមាន laptop មួយគឺយើងអាចឆែកមើលបានទៅលើ Power BI ហ្នឹងអញ្ចឹងមិនថានៅទីណាកន្លែងណាទេបងប្អូនអាចបើកហៅថាជាប់ជាមួយនឹង Power BI ហ្នឹងទៅគឺបងប្អូនអាចឆែកមើល dashboard ឆែកមើល report អីបានបាទចឹងមួយទៀតតាក់ទងការធ្វើ dashboard អីនេះបាទខ្ញុំចង់និយាយពីរឿងថារយៈពេលវានៃការធ្វើ dashboard reporting អីបាទការធ្វើ dashboard reporting នេះបើសិនយើងប្រៀបធៀបគ្នាជាមួយនឹង Excel ហើយនឹង Power BI Excel បងប្អូនប្រើរយៈពេលយូរណាស់បងប្អូនប្រើរយៈពេលយូរខាតពេលចង់និយាយថា dashboard reporting បើសិនបងប្អូនប្រើធ្វើ dashboard មួយប្រហែលថាឥឡូវ4ម៉ោង3ទៅ4ម៉ោងអីចឹងណាPower BI យើងអាចធ្វើត្រឹម1ម៉ោង2ម៉ោងអីបើអ្នកគេជំនាញច្បាស់មែនតើគេធ្វើប្រហែល1ម៉ោងអីរួចទេបាទតាក់ទងនឹង dashboard reporting ដែលវា complicated តិចគេធ្វើរយៈពេលប៉ុណ្ណឹងគឺហើយវាចំណេញពេលច្រើនហើយវា real time ទៅទៀតហ្នឹងបាទវាហៅថា reflection ជាមួយនឹងអ្វីដែលយើងចង់បានបាទជាក់ស្ដែងខ្ញុំហៅថាឥឡូវបងប្អូនចង់ឆែកមើលទៅលើយើងចង់យើងធ្វើ dashboard មួយតាក់ទងនឹងបណ្ដាខេត្តនៅប្រទេសកម្ពុជាអញ្ចឹងបងប្អូនមាន visualize 2 3នៅក្នុង dashboard យើងអញ្ចឹងទៅហើយបងប្អូនចង់ click ទៅលើប្រហែលថាឥឡូវខេត្តកំធំមួយយើង click ទៅលើត visualize មួយអញ្ចឹងវារត់ឲ្យទៅលើ visualize ផ្សេងទៀតគឺអូតូម៉ាទិកប្រហែលថាឥឡូវបងប្អូនចង់ឆែកទៅមើលហៅថាតាក់ទងនឹងហៅថាគេ total revenue អីចឹងប្រចាំខេត្តកំពង់ធំនៃការលក់របស់បងប្អូនអីចឹងណាអញ្ចឹងបងប្អូន click ទៅលើ visualize មួយអញ្ចឹងទៅគឺ visualize ផ្សេងវានឹង reflection ជាមួយនឹងអ្វីដែលបងប្អូនចង់បានដូចគ្នាតាក់ទងទៅលើហៅថាបងប្អូនចង់ click ទៅលើខេត្តដូចកំពង់ធំអីចឹងគឺវា load ឲ្យ visualize ហ្នឹងវា automatic វាចេញឲ្យយើងទាំងអស់ហ្មងយើង click តែមួយគឺវា reflection អញ្ចឹងវាទំនើបបាទហើយយើងមិនចាំបាច់ដូចជាការគណនាហៅថាអីផ្សេងដូចវាអត់ complicated ច្រើនទេបាទគឺចំណេញពេលច្រើនបាទបើសិនយើងប្រៀបធៀបជាមួយនឹង Excel បាទ